Welcome to the Voice of America in Kamai. Direct from Washington, the Voice of America, VOA. សួស្តីអស់លោកអ្នកស្ដាប់ជាទីមេត្រីថ្ងៃនេះថ្ងៃប្រហ័សទី6ខែវិច្ឆិកាឆ្នាំ2014ត្រូវនឹងថ្ងៃ15កើតខែកដឹកឆ្នាំមមីឆស័កពុទ្ធសករាជ2558ខ្ញុំនុចសារីតាននិងសហការីក្រុមសាយខេមរៈភាសានៃ VOA សូមស្វាគមន៍អស់លោកអ្នកស្ដាប់ពីរដ្ឋធានី Washington ជាកិច្ចចាប់ផ្ដើមលោកកាយានសូមជូនដើមរឿងនៃព័ត៌មានសំខាន់ៗនៅរាត្រីនេះលោកអូបាម៉ានិងមេដឹកនាំសម្លេងភាគច្រើនថ្មីនៃព្រឹទ្ធសភាសន្យាធ្វើសហប្រតិបត្តិការតែមានកម្រិតការវាយប្រហារផ្លូវអាកាសបានបដូរពីពួក Islamic State តម្រង់ទៅរករណសេ Nusra Front រួចរបាយការណ៍ព័ត៌មាននិយាយថាគណៈប្រតិភូចិនបានលួចបន្លំយកភ្លុកដំរីចេញពីប្រទេសតាន់ហ្សានីនៅក្នុងកម្មវិធីផ្សាយនៅរាត្រីនេះលោកអ្នកនឹងបានស្ដាប់សេចក្តីរាយការណ៍អំពីការធ្លាក់ចុះចំនួនមនុស្សទៅទស្សនាពិធីបុណ្យអុំទូកការថយហ្នឹងគឺថយដោយសារតែបងប្អូនអ្នកអុំទូកដែលមានទម្លាប់អុំទូកហ្នឹងគាត់នៅភូមិហើយគូក្មេងក្រោយហ្នឹងគាត់ជាងតាមអានប្រហាត់ណាបន្ទាប់មកទៀតយើងខ្ញុំមានសេចក្តីរាយការណ៍អំពីសហពារីកអាជ្ញាបរទេសរកឃើញភស្តុតាងថ្មីបន្ថែមទៀតនៅក្នុងសំណុំរឿង003រីឯកម្មវិធី Hello VOA នៅយប់នេះយើងខ្ញុំនឹងលើកយកប្រធានបទស្ដីអំពីទីផ្សារភាពយន្តនៅប្រទេសកម្ពុជាវាគ្មិនរបស់យើងខ្ញុំគឺលោកគំចន្ទធីចាងវាងផលិតកម្ម FCI Production សូមលោកអ្នកទូរស័ព្ទទៅលេខ012 51 51 94ដើម្បីចូលរួមតទៅនេះលោកកាយានសូមជូនព័ត៌មានអន្តរជាតិសូមអញ្ជើញលោកកាយានចា៎បាទសូមអរគុណអ្នកស្រីសារីតាលោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama និងមេដឹកនាំសម្លេងភាគច្រើនថ្មីនៃគណៈបក្សសាធារណរដ្ឋនៅក្នុងព្រឹទ្ធសភាលោក Mitch McConnell បានសន្យាថានឹងធ្វើសហប្រតិបត្តិការក្នុងការអនុម័តច្បាប់តែបានសារភាពថាលោកទាំងពីរនឹងមិនយល់ព្រមគ្នាគ្រប់ពេលវេលាទាំងអស់ទេមួយថ្ងៃបន្ទាប់ពីគណៈបក្សសាធារណរដ្ឋបានទទួលសម្លេងភាគច្រើននៅក្នុងសភាទាំងពីរជាលើកដំបូងតាំងពីឆ្នាំ2007មកលោកប្រធានាធិបតីនៃគណៈបកប្រជាធិបតេយ្យបានថ្លែងការណ៍ពីថ្ងៃពុធថាលោកជឿជាក់ថាមានបញ្ហាខ្លះដែលគណៈបកនយោបាយធំទាំងពីររបស់អាមេរិកអាចយល់ព្រមព្រៀងគ្នាបាននៅពេលដំណើរគ្នានោះមេដឹកនាំសម្លេងភាគច្រើនថ្មីដែលនឹងចូលកាន់តំណែងនៅខែមករាខាងមុខនៅក្នុងព្រឹទ្ធសភាលោក Mitch McConnell នៃរដ្ឋ Kentucky បានថ្លែងថាលោកនឹងធ្វើការជាមួយលោក Obama ដើម្បីឲ្យបានទទួលការយល់ព្រមនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិហើយនឹងនៅក្នុងកម្មវិធីកែតម្រង់ពន្ធដារហើយថាលោកទាំងពីរបានយល់ព្រមគ្នាតាមទូរស័ព្ទថានឹងស្វែងរកបញ្ហាណាដែលលោកទាំងពីរអាចសម្រេចកិច្ចព្រមព្រៀងគ្នាបានលោក McConnell ថ្លែងថាសារមួយដែលលេចចេញមកពីការបោះឆ្នោតគឺថារដ្ឋាភិបាលបែកបាក់គ្នាខាងផ្លូវនយោបាយមិនត្រូវបង្កើតឲ្យមានការរាំងស្ទះនៅក្នុងរដ្ឋធានី Washington ជាបន្តទៅទៀតទេលោកប្រធានាធិបតីអូបាម៉ាបានថ្លែងថាប្រជាពលរដ្ឋអាមេរិកបានបញ្ជូនសារមួយកាលពីថ្ងៃអង្គារនេះថាពួកគេចង់ឲ្យអ្នកនយោបាយធ្វើការឲ្យអស់សមត្ថភាពដោយពួកគេដែរដើម្បីឲ្យបានសម្រេចកិច្ចការរបស់ផងខ្លួននៅក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមានកាលពីថ្ងៃពុធលោកអូបាម៉ាបានថ្លែងសរសើរមេដឹកនាំគណៈបក្សសាធារណរដ្ឋនៅក្នុងព្រឹទ្ធសភាហើយនឹងនៅក្នុងសភាតំណាងរាស្ត្រលោកថ្លែងថាសារពីការបោះឆ្នោតនេះគឺថាប្រជាពលរដ្ឋអាមេរិកមានជំនឿថាក្រុង Washington មិនបានធ្វើការល្អដោយពួកគេរំពឹងទុកទេហើយពួកគេបានដាក់ការទទួលខុសត្រូវទៅលើលោកប្រធានាធិបតីលោកថាលោកមានសេចក្តីត្រេកអរនឹងធ្វើការជាមួយមេដឹកនាំថ្មីនៃគណៈបក្សសាធារណរដ្ឋហើយលោកសូមឲ្យអស់លោកទាំងនោះផ្ដល់របៀបវារៈឲ្យបានជាក់លាក់ជាទីបំផុត
អង្គការមួយដែលឃ្លាំមើលចំនួននៅក្នុងប្រទេសសេរីបាននិយាយថាការវាយប្រហារផ្លូវអាកាសពេលយប់ដែលដឹកនាំដោយសហរដ្ឋអាមេរិកបានបដូរពីពួក Islamic State ហើយតម្រង់ទៅរកជនសកម្មប្រយុទ្ធពីក្រុមផ្សេងទៀតអង្គការ Syrian Observatory for Human Rights នៅក្នុងប្រទេសអង់គ្លេសនិយាយថាការវាយប្រហារកាលពីថ្ងៃពុធមកដល់ថ្ងៃប្រហោះព្រឹកនេះបានតម្រង់ទៅលើពួក Nusra Front នៅក្នុងខេត្ត Idlib នៃប្រទេសសេរីភាគពាយព្យនេះជាការវាយប្រហារលើកទី2តម្រង់ទៅលើពួកអូទៀមដែលមានទំនាក់ទំនងជាមួយនឹងពួក Al-Qaeda ចាប់តាំងពីការវាយប្រហារផ្លូវអាកាសបានចាប់ផ្ដើមធ្វើទៅលើពួក Islamic State កាលពីខែកញ្ញាមុននោះមកអង្គការ Observatory ក៏បានរាយការណ៍ដែរថាការវាយប្រហារនៅព្រឹកថ្ងៃប្រហោះនេះបានតម្រង់ទៅលើពួក Aqra al-Sham ដែលជាអង្គការអូទៀមអ៊ីស្លាមនិយមជ្រុលមួយទៀតជាលើកដំបូងបង្អស់នៅតាមព្រំដែនជាមួយប្រទេសទួរគីសេចក្តីរាយការណ៍ព័ត៌មានមួយនិយាយថាគណៈប្រតិភូមួយរបស់លោកប្រធានាធិបតីស៊ីជីនពីងនៃប្រទេសចិនបានលួចទិញភ្លុកដំរីជាច្រើនពាន់គីឡូក្រាមដោយខុសច្បាប់នៅក្នុងទស្សនកិច្ចមួយនៅក្នុងឆ្នាំ2013ទៅប្រទេសតង់ហ្សានីពាក្យចោទប្រកាន់នេះបានធ្វើនៅថ្ងៃប្រហោះនេះនៅក្នុងសេចក្តីរាយការណ៍មួយរបស់ទីភ្នាក់ងារស៊ើបអង្កេតបរិស្ថានហៅ Environmental Investigation Agency ឬហៅឲ្យខ្លីថា EIA ដែលបាននិយាយថាសេចក្តីត្រូវការភ្លុកដំរីនៅក្នុងប្រទេសចិនបានបំផ្លាញចំនួនសត្វដំរីនៅក្នុងប្រទេសតង់ហ្សានីទីភ្នាក់ងារ EIA និយាយថាគណៈប្រតិភូចិនបានលួចដឹកភ្លុកដំរីចេញពីប្រទេសតង់ហ្សានីនៅក្នុងទស្សនកិច្ចនៅខែមីនាឆ្នាំ2013ដោយបានដាក់ភ្លុកទាំងនេះនៅក្នុងថង់ផ្លូវការទូតនៅក្នុងយន្តហោះរបស់លោកប្រធានាធិបតីស៊ីជីនពីងប្រទេសចិនមិនទាន់បានឆ្លើយតបនឹងការចោទប្រកាន់នេះទេតែក្នុងអតីតកាលបាននិយាយថាខ្លួនខំប្រឹងគ្រប់សមត្ថភាពដើម្បីជៀសវាងការលួចសម្លាប់សត្វព្រៃដោយខុសច្បាប់មានការវាយតប់គ្នារវាងភ្នាក់ងារប៉ូលីសកោះហុងកុងនិងក្រុមបាតកោដែលបានទៅបោះជំរំសម្ពុតចំនួនជាង1ខែមកហើយដើម្បីទាមទារឲ្យមានការកែតម្រង់លទ្ធិប្រជាធិបតេយ្យរូបភាពវីដេអូនៅក្នុងបណ្ដាញ YouTube បានបង្ហាញភ្នាក់ងារប៉ូលីសជាង10នាក់ខ្លះមានកាន់ដំបងហើយនឹងខែលបានវាយប្រយុទ្ធជាមួយក្រុមបាតកោនៅក្នុងសង្កាត់ម៉ុងកុកពួកបាតកោជាច្រើនអ្នកបានកាន់ឆ័ត្រដែលคล้ายទៅជានិមិត្តរូបនៃការតស៊ូរបស់ពួកគេបន្ទាប់ពីពួកសកម្មជនបានប្រើឆ័ត្រទាំងនេះដើម្បីការពារខ្លួនទល់នឹងឧស្ម័នដែលធ្វើឲ្យហៀរទឹកភ្នែកដោយក្រុមប៉ូលីសមិនមានសេចក្តីរាយការណ៍ថាមានអ្នករងរបួសឬការចាប់ខ្លួនបាតកោនៅក្នុងការវាយតប់គ្នានេះទេលោកប្រធានាធិបតី Barack Obama បានថ្លែងថាសហរដ្ឋអាមេរិកនិងប្រទេសសម្ព័ន្ធមិត្ត P5+1 គឺសមាជិកអចិន្ត្រៃយ៍5របស់អង្គការសហប្រជាជាតិបូកជាមួយប្រទេសអាល្លឺម៉ង់បានប្រគល់គម្រោងនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរមួយទៅឲ្យប្រទេសអ៊ីរ៉ង់តែបាននិយាយថាគេមិនអាចដឹងបានថានឹងមានកិច្ចព្រមព្រៀងគ្នាមួយឬដូចម្តេចទេរហូតតតែច្រើនសប្តាហ៍ទៅមុខទៀតលោកអូបាម៉ាបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅសេដ្ឋវិមានកាលពីថ្ងៃពុធថាកិច្ចព្រមព្រៀងនេះនឹងជួយបំពេញសេចក្តីត្រូវការធម្មពលរបស់អ៊ីរ៉ង់សម្រាប់សន្តិភាពលោកបានហៅថានេះជាមធ្យោបាយបញ្ជាក់មួយជំហានម្ដងដើម្បីឲ្យអ៊ីរ៉ង់អាចជៀសវាងការដាក់ទណ្ឌកម្មហើយត្រឡប់មកចូលរួមជាមួយនឹងសហគមន៍អន្តរជាតិវិញប្រទេសអ៊ីរ៉ង់និងសម្ព័ន្ធមិត្ត P5+1 ត្រូវប្រឈមនឹងពេលវេលាកំណត់ដើម្បីឲ្យបានសម្រេចកិច្ចព្រមព្រៀងនុយក្លេអ៊ែរមួយនៅមុនថ្ងៃទី24ខែវិច្ឆិកានេះសម្រាប់អស់លោកអ្នកដែលតាមដានដូរតន្ត្រីនៅក្នុងសហរដ្ឋអាមេរិកអ្នកចម្រៀង Country Music ស្រីអាមេរិកាំងនាង Miranda Lambert បានឈ្នះរង្វាន់4នៅក្នុងពិធីចែករង្វាន់នៃសមាគមតន្ត្រី Country Music ប្រចាំឆ្នាំនៅទីក្រុង Nashville រដ្ឋ Tennessee នៃសហរដ្ឋអាមេរិកភាគអាគ្នេយ៍កាលពីយប់ថ្ងៃពុធនេះរួមទាំងរង្វាន់ជាអ្នកចម្រៀងជើងឯកផ្នែកស្ត្រីប្រចាំឆ្នាំផងដែររង្វាន់នេះជារង្វាន់ទី5របស់នាង Lambert ដែលបានទទួលការតែងតាំងសម្រាប់រង្វាន់ចំនួន9ប្រភេទរង្វាន់ដទៃទៀតដែលនាងបានឈ្នះមានសម្រាប់បទភ្លេងដែលនាងបានថតបញ្ចូលជា collection ឈ្មោះ Platinum
ហើយនឹងការសម្ដែងរួមគ្នាជាមួយតន្ត្រីករកំណើតអូស្ត្រាលីលោក Keith Urban នៅក្នុងបទចម្រៀងឈ្មោះ We Were Us ស្វាមីនាង Lambert លោក Blake Shelton ដែលជាអ្នកឲ្យបន្ទុកនៅក្នុងកម្មវិធីប្រកួតដូរតន្ត្រីក្នុងបណ្ដាញទូរទស្សន៍ NBC ឈ្មោះ The Voice ក៏បានឈ្នះរង្វាន់តន្ត្រីករជើងឯកផ្នែកបរោះប្រចាំឆ្នាំផងដែរអស់លោកអ្នកស្ដាប់ជាទីមេត្រីនៅក្នុងការផ្សាយជាបន្តបន្ទាប់ទៅនេះលោកអ្នកនឹងបានស្ដាប់សេចក្តីរាយការណ៍អំពីការធ្លាក់ចុះចំនួនមនុស្សទៅទស្សនាពិធីបុណ្យអុំទូកសហព្រះរាជអាជ្ញាបរទេសរកឃើញភស្តុតាងថ្មីបន្ថែមទៀតនៅក្នុងសំណុំរឿង003កិច្ចសន្ទនារវាងអ្នកយកព័ត៌មាន VOA នៅរដ្ឋធានី Washington អំពីការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅសហរដ្ឋអាមេរិកកម្មវិធី Hello VOA នៅយប់នេះយើងខ្ញុំនឹងលើកយកប្រធានបទស្ដីអំពីទីផ្សារភាពយន្តនៅប្រទេសកម្ពុជាដោយវាគ្មិនរបស់យើងខ្ញុំគឺលោកគំចន្ទធីចាងវាងផលិតកម្ម FCI Production សូមលោកអ្នកទូរស័ព្ទទៅលេខ012 51 51 94ឬលោកអ្នកអាចសរសេរសំណួរទៅយើងខ្ញុំនៅក្នុងបណ្ដាញ Facebook របស់ VOA ដែលមានអាសយដ្ឋានfacebook.com/VOA ខ្មែរដើម្បីចូលរួមលោកអ្នកនាងកំពុងតែស្ដាប់ការផ្សាយបន្តផ្ទាល់របស់ VOA ពីរដ្ឋធានី Washington រដ្ឋមន្ត្រីក្រសួងទេសចរបានទទួលស្គាល់ថាចំនួនមនុស្សដែលទៅទស្សនាព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះបានចុះថយជាងពាក់កណ្ដាលបើប្រៀបធៀបទៅនឹងពិធីបុណ្យអុំទូកកាលពីលើកមុនការកើតហេតុដ៏ខ្លោចផ្សានៅស្ពានកោះពេជ្រលោកហេងរស្មីនៃ VOA រាយការណ៍ជូនពីរាជធានីភ្នំពេញលោកថងខុនរដ្ឋមន្ត្រីក្រសួងទេសចរបានទទួលស្គាល់ថាចំនួនមនុស្សដែលបានមកទស្សនាព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះបានថយចុះបើទោះបីជាព្រះរាជពិធីនេះបានអាក់ខានអស់រយៈពេល3ឆ្នាំកន្លងទៅហើយក្តីដោយសារតែព្រឹត្តិការណ៍រត់ជន់គ្នានៅកោះពេជ្រលោកមានប្រសាសន៍ថាមូលហេតុនៃការថយចុះចំនួនមនុស្សមកទស្សនាពិធីបុណ្យអុំទូកដោយសារតែឆ្នាំនេះចំនួនទូកបានថយចុះជាងពាក់កណ្ដាលដោយសារតែគ្មានកីឡាករអុំទូកភាគច្រើនពួកគេបានចេញទៅធ្វើចំការនិងចាក់ចេញទៅលក់កម្លាំងពលកម្មនៅក្រៅប្រទេសដូចជាប្រទេសថៃជាដើមលោកមានប្រសាសន៍ថាកាលពីក្នុងអំឡុងបុណ្យអុំទូកលើកមុនចំនួនភ្ញៀវទេសចរទាំងក្នុងនិងក្រៅប្រទេសដែលបានមកទស្សនាពិធីបុណ្យអុំទូកត្រូវបានប៉ាន់ប្រមាណថាមានប្រហែលចំនួន7.2 លាននាក់ក៏ប៉ុន្តែឆ្នាំនេះតាមការប៉ាន់ប្រមាណរបស់លោកមានតែជាង50,000នាក់តែប៉ុណ្ណោះគឺបានថយចុះជាងពាក់កណ្ដាលបើប្រៀបធៀបទៅនឹងពិធីបុណ្យអុំទូកដូចគ្នានេះដែរកាលពីបណ្ដាឆ្នាំមុនការថយហ្នឹងគឺថយដោយសារតែបងប្អូនអ្នកអុំទូកដែលមានចំនួនអុំទូកហ្នឹងគាត់មាននៅភូមិហើយគួយក្មេងក្រោយហ្នឹងគាត់ជាងតាមអានប្រហាត់ទូកហ្នឹងមិនចេះថាអុំទេព្រោះហាត់តាំងពីពេលឆ្លាក់ទឹកធ្វើមិនទេបាទព្រោះទលេយើងទលេទឹកហូរខ្លាំងបាទចំនួនទូកទាំងផ្នែកបរិសុទ្ធនិងស្ត្រីដែលបានមកចូលរួមប្រកួតប្រជែងឆ្នាំនេះមានតែជាង200ទូកតែប៉ុណ្ណោះចំនួននេះបានថយចុះជាងពាក់កណ្ដាលបើប្រៀបធៀបទៅមុនព្រឹត្តិការណ៍រត់ជន់គ្នានៅលើស្ពានពេជ្រនៃមជ្ឈមណ្ឌលកំសាន្តកោះពេជ្រលោកហូវ៉ាន់ឌីសហប្រធានទីភ្នាក់ងារទេសចរកម្ពុជាមានប្រសាសន៍ថាអារម្មណ៍ភ័យខ្លាចរបស់ប្រជាពលរដ្ឋនៃព្រឹត្តិការណ៍រត់ជន់គ្នាកាលពីឆ្នាំ2010នៅតែមានដែលជាហេតុធ្វើឲ្យមនុស្សមិនហ៊ានមកទស្សនាពិធីបុណ្យអុំទូកឆ្នាំនេះលោកមានប្រសាសន៍ថាម្យ៉ាងវិញទៀតនយោបាយផ្ទៃក្នុងរវាងគណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិទើបតែនឹងបញ្ចប់ការរកប្រាក់ចំណូលក្នុងក្រុមគ្រួសារនៅមានកម្រិតនិងគ្រោះថ្នាក់នៃការបាញ់កាំជ្រួចក្នុងព្រះរាជពិធីឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រគម្រប់10ឆ្នាំកាលពីសប្តាហ៍មុនបាទហើយធ្វើការបាញ់កាំជ្រួចទៅមានប៉ះពាល់ទៅដល់អាយុជីវិតនិងរបួសស្នាមទៅដល់បងប្អូនប្រជាពលរដ្ឋនឹងអានេះគឺជាអាចថាជាការហាម5របស់ឪពុកម្ដាយឬក៏អាណាព្យាបាលពួកគាត់ផងដែរនៅថ្ងៃទី2នៃព្រះរាជពិធីបុណ្យអុំទូកគឺក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះមានគ្រោះថ្នាក់ចរាចរណ៍ចំនួន35លើកដែលបានបណ្ដាលឲ្យមានមនុស្សចំនួន14នាក់បានស្លាប់បាត់បង់ជីវិតរងរបួស66នាក់និងបានខូចខាតយានយន្តសរុបចំនួន60គ្រឿងនេះបើតាមការដឹងពីគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិកាលពីម្សិលមិញនៅថ្ងៃដំបូង
នៃព្រះរាជពិធីបុណ្យអុំទូកមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន14លើកដែលបានបណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន11នាក់និងរងរបួសចំនួន11នាក់រយៈពេល2ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកកន្លងទៅនេះពុំទាន់មានកីឡាករអុំទូកណាម្នាក់បានគ្រោះថ្នាក់ដល់អាយុជីវិតទេពីរាជធានីភ្នំពេញខ្ញុំហេងអ្នកស្មី VOAលោកអ្នកស្ដាប់ជាទីមេត្រីនៅក្នុងកម្មវិធីទូរទស្សន៍ Washington សប្តាហ៍នេះរបស់ VOA ដែលមានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ CNC នៅថ្ងៃសៅរ៍ទី8ខែវិច្ឆិកានេះយើងមានបទសម្ភាសន៍ជាមួយអតីតអ្នកកាសែតជប៉ុនអំពីការព្យាយាមរបស់អ្នកស្រីក្នុងការជួយលុបបំបាត់ការជួញដូរមនុស្សនៅកម្ពុជាតាមរយៈការបោះពុម្ពផ្សាយជាសៀវភៅគំនូរនិងសេចក្តីរាយការណ៍អំពីពិធីបុណ្យសពរបស់លោក Ben Bradley អតីតនិពន្ធនាយកកាសែត Washington Post នៅក្នុងកម្មវិធី Washington សប្តាហ៍នេះក៏មានកម្មវិធីរៀនក្រៀមភាសាអង់គ្លេសតាមបែប American at the movies with Money and Mori ផងដែរកម្មវិធី Washington សប្តាហ៍នេះមានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ CNC នៅថ្ងៃសៅរ៍នេះហើយកម្មវិធីនេះនឹងចាក់ផ្សាយឡើងវិញនៅថ្ងៃអាទិត្យសូមអរគុណសហព្រះរាជអាជ្ញាបរទេសបានរកឃើញថាមានភស្តុតាងថ្មីបន្ថែមទៀតនៅក្នុងសំណុំរឿង003ដ៏ចម្រូងចម្រាសនៅក្នុងនោះដែរសហព្រះរាជអាជ្ញាបានស្នើការិយាល័យសហចៅក្រមឲ្យស៊ើបអង្កេតបន្ថែមពីលើបទឧក្រិដ្ឋនេះលោកកុងស្ថានរដ្ឋនៃ VOA រាយការណ៍ជូនពីរាជធានីភ្នំពេញសហព្រះរាជអាជ្ញាអន្តរជាតិនៃសាលាក្តីខ្មែរក្រហមបានស្នើឲ្យមានការស៊ើបអង្កេតទៅលើការបង្ខំឲ្យរៀបការនៅក្នុងសំណុំរឿង003បន្ថែមពីលើកិច្ចស៊ើបអង្កេតដែលកំពុងតែដំណើរការស្រាប់លោក Nicholas Koumjian សហព្រះរាជអាជ្ញាអាមេរិកកាំងបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ទៅកាន់ការិយាល័យសហចៅក្រមស៊ើបអង្កេតកាលពីថ្ងៃពុធថាមានភស្តុតាងថ្មីបន្ថែមទៀតដែលបង្ហាញថាពួកខ្មែរក្រហមបានបង្ខំឲ្យប្រជាពលរដ្ឋកម្ពុជារៀបការទាំងវងនៅក្នុងខេត្តព្រះសីហនុលោកបន្ថែមថាមានឱកាសជាច្រើនដែលក្រុមគូស្រករដែលមានរហូតទៅដល់20គូត្រូវបង្ខំឲ្យរៀបការនៅក្នុងពេលតែមួយសហព្រះរាជអាជ្ញា Nicholas Koumjian បានរកឃើញថាក្រុមស្ត្រីត្រូវបញ្ជូនពីភូមិភាគឬតំបន់ផ្សេងៗដើម្បីឲ្យមករៀបការដោយបង្ខំជាមួយកម្មាភិបាលយោធាខ្មែរក្រហមសហព្រះរាជអាជ្ញាអាមេរិកកាំងចាត់ទុកថាបញ្ហានេះគឺជាអំពើហិង្សាផ្លូវភេទហើយបានស្នើឲ្យចៅក្រមស៊ើបអង្កេតពិចារណាទៅលើឧក្រិដ្ឋកម្មបន្ថែមស្ដីពីការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំនេះជាមួយគ្នានេះលោក Nicholas Koumjian បានប្រកាសថាកិច្ចស៊ើបអង្កេតនៅក្នុងសំណុំរឿង003នៅតែបន្តហើយមានភស្តុតាងថ្មីបន្ថែមត្រូវបានរកឃើញជាបន្តបន្ទាប់ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំគឺជាអំពើឧក្រិដ្ឋកម្មមួយត្រូវបានដាក់បញ្ចូលនៅក្នុងការកាត់ទោសក្នុងសំណុំរឿង002វគ្គទី2សំណុំរឿងនេះដែលមានជនជាប់ចោទនួនជានិងខៀវសំផនដែលជាអតីតមេដឹកនាំកម្ពុជាខ្មែរក្រហមតែ2នាក់គត់ស្ថិតនៅក្រោមការកាត់ទោសលោកស្រី Sin Sovon មេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្រវេណីមួយរូបមកពីអង្គការក្រមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាមានប្រសាសន៍ថាអំពើហិង្សាផ្លូវភេទតាមរយៈការបង្ខំឲ្យរៀបការកើតមានជាទូទៅនៅក្នុងប្រទេសកម្ពុជានៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហមលោកស្រីគូបញ្ជាក់ថាក្រមមេធាវីបានទទូចឲ្យមានការដាក់ទោសទៅលើបញ្ហានេះទាំងនៅក្នុងសំណុំរឿង001រហូតទៅដល់សំណុំរឿង004យើងទៅទៅមកមានករណីរៀបការដែលបង្ខំឲ្យយើងសូមឲ្យចោទសរសើរពាក់ព័ន្ធនឹងករណីទៅថែមទៀតយើងឃើញសំណុំរឿង003វាមានតែប៉ុន្តែវាមានកិច្ចទូតរបស់ករណី004គឺមានច្រើនទាំងនោះមន្ត្រីអ្នកនាំពាក្យសាលាក្តីខ្មែរក្រហមមិនអាចតាក់ទងបានទេនៅថ្ងៃនេះសំណុំរឿង003មានជនជាប់ចោទដែលគេដឹងក្រៅផ្លូវការចំនួន2នាក់គឺអតីតមេបញ្ជាការកងទ័ពជើងទឹកខ្មែរក្រហមមាសមុតនិងស៊ូមេតអតីតមេបញ្ជាការកងទ័ពអាកាសសំណុំរឿងនេះគឺជាសំណុំរឿងដ៏ចម្រូងចម្រាសដែលមិនមានការគាំទ្រពីភាគីជាតិនៅក្នុងសាលាក្តីខ្មែរក្រហមទេដោយសារតែរដ្ឋាភិបាលបានប្រឆាំងចំពោះការស៊ើបអង្កេតលើសំណុំរឿងបន្ថែមនេះសហព្រះរាជអាជ្ញាអន្តរជាតិធ្លាប់បានចោទប្រកាន់ជនជាប់សង្ស័យចាស់ជរាទាំង2នាក់តាក់ទិនទៅនឹងការបោះសម្អាតផ្ទៃក្នុងនៅក្នុងជួរកងទ័ពការចាប់ខ្លួននិងឃុំខ្លួនដោយគ្មានច្បាប់ការធ្វើទារុណកម្មការសម្លាប់ចោលនិងការបង្ខំឲ្យធ្វើការជនរងគ្រោះនៅក្នុងសំណុំរឿងនេះរួមមានកម្មករអ្នកនេសាទជនដែលត្រូវចោទប្រកាន់ថាក្បត់បដិវត្តន៍ព្រមទាំងជនរងគ្រោះដែលជាជនបរទេស
មកពីលោកខាងលិចជនជាតិថៃជនជាតិវៀតណាមដែលត្រូវចាប់ខ្លួននៅក្នុងដែនសមុទ្រឬចាប់ខ្លួននៅតាមតំបន់ព្រំដែនយោងតាមសហព្រះរាជអាជ្ញាបរទេសអំពើឧក្រិដ្ឋទាំងនេះបានកើតឡើងនៅទីតាំងកាប់សម្លាប់ស្ទឹងតូចស្រុកពញាក្រៃខេត្តកំពង់ចាមការដ្ឋានសាងសង់ប្រលានយន្តហោះខេត្តកំពង់ឆ្នាំងមន្ទីរសន្តិសុខកងពលលេខ801ការដ្ឋានវាយថ្មស្ទឹងហាវខេត្តព្រះសីហនុទីតាំងសម្រាប់មនុស្សនិងមន្ទីរសន្តិសុខវត្តអង្គតាញៀនឬហៅថាវត្តក្រោមនៅក្នុងខេត្តព្រះសីហនុមន្ទីរសន្តិសុខស21និងមន្ទីរសន្តិសុខស22នៅក្នុងទីក្រុងភ្នំពេញរួមទាំងទីតាំងឧក្រិដ្ឋកម្មនៅការដ្ឋានដាំទុរេនស្រុកព្រៃនប់ខេត្តព្រះសីហនុនិងការដ្ឋានការងារនៅក្នុងស្រុកនិងខេត្តដដែលនេះពីរាជធានីភ្នំពេញខ្ញុំគង់សុថានរិទ្ធ VOA គណៈបក្សសាធារណរដ្ឋបានឈ្នះអាសនៈគ្រប់គ្រងព្រឹទ្ធសភាសហរដ្ឋអាមេរិកបន្ទាប់ពីការបោះឆ្នោតពាក់កណ្ដាលអាណត្តិកាលពីថ្ងៃអង្គារជោគជ័យនេះបាននាំឲ្យគណៈបក្សសាធារណរដ្ឋគ្រប់គ្រងទាំងសភានិងទាំងព្រឹទ្ធសភាសហរដ្ឋអាមេរិកហើយទុកតែអំណាចនីតិប្រតិបត្តិនៅក្រោមការត្រួតត្រារបស់គណៈបកប្រជាធិបតេយ្យរបស់លោកប្រធានាធិបតី Barack Obama តទៅនេះសូមអស់លោកអ្នកស្ដាប់ការឆ្លើយឆ្លងរវាងលោកម៉ែនកំសែងនៃ VOA ជាមួយនឹងលោកពុយរិស័យដែលបានតាមដានការបោះឆ្នោតនេះសូមអញ្ជើញលោកកំសែងសូមអញ្ជើញលោកពុយរិស័យចា៎បាទសូមអរគុណអ្នកស្រីនុចសារីតាលោករិស័យសូមជម្រាបសួរបាទជំរាបសួរលោកម៉ែនកំសែងបាទដោយដែលសេចក្តីណែនាំពីដំបូងអញ្ចឹងតើជោគជ័យនៅលើកនេះរបស់គណៈបកសាធារណរដ្ឋហ្នឹងតើវាមានន័យយ៉ាងម៉េចចំពោះគណៈបកមួយនេះបាទលោកម៉ែនកំសែងនេះជាឆន្ទៈឆ្លុះបញ្ចាំងឲ្យឃើញនៅឆន្ទៈរបស់អ្នកបោះឆ្នោតពលរដ្ឋអាមេរិកដែលមានការនឿយណាយចំពោះការកាំងដំណើរនៅក្នុងសភានៅក្នុងការតាក់តែងច្បាប់ដូច្នេះក្រោយពីការកាន់អំណាចរបស់គណៈបកប្រជាធិបតេយ្យនៅក្នុងសភានៅក្នុងព្រឹទ្ធសភាអស់ពេល6ឆ្នាំមកហើយហ្នឹងក៏ពលរដ្ឋអាមេរិកចង់មានការផ្លាស់ប្ដូរចង់ឲ្យឃើញមានដំណើរការពិតការឈ្នះរបស់គណៈបកសាធារណរដ្ឋមិនមែនមានន័យថាពលរដ្ឋគ្រប់គ្រងគណៈបកសាធារណរដ្ឋទេតែផ្ទុយទៅវិញគឺការបង្ហាញឲ្យឃើញនៅការចង់ឲ្យឃើញគណៈបកទាំងពីរធ្វើការជាមួយគ្នាព្រោះកន្លងមកការស្ទង់មតិរបស់ពលរដ្ឋដែលគេស្ទង់មតិទៅនឹងឃើញថាទោះជាលោកអូបាម៉ាមានការចុះថយនៅសល់តែប្រហែលជា 40% នៃការគ្រប់គ្រងក៏ដោយក៏សភារឹតតែចុះទៀតសភាការគ្រប់គ្រងសភានឹងមានចំនួនតែជាង 10% ប៉ុណ្ណោះបាទត្រង់ដល់ចំណុចនេះខ្ញុំនៅចាំបានអំពីដូចថាសន្និសីទសារព័ត៌មានរបស់លោកប្រធានាធិបតីកាលពីម្សិលមិញលោកបានផ្ដោតសំខាន់ទៅលើចំនួនប្រជាពលរដ្ឋ 2/3 ដែលមិនបានចេញមកបោះឆ្នោតហើយការបោះឆ្នោតលើកនេះប្រៀបដូចជាគេហៅថាធ្វើប្រជាមតិទៅលើប្រជាប្រិយភាពរបស់លោកប្រធានាធិបតីអូបាម៉ាដោយមានបេក្ខជនខ្លះថែមទាំងដូចថានៅដកខ្លួនឲ្យឆ្ងាយពីប្រធានាធិបតីទៀតនៅពេលធ្វើយុទ្ធនាការនោះតើការបោះឆ្នោតនេះជាការមួយសម្រេចទៅលើការដឹកនាំឬក៏ដូចថាប្រជាប្រិយភាពកញ្ចក់របស់លោកប្រធានាធិបតី Barack Obama ពិតប្រាកដមែនឬយ៉ាងម៉េចបាទនៅការអ្នកស្ទង់មតិអ្នកវិភាគខ្លះក៏គឺនិយាយឆានចឹងមែនគឺថាជាការបង្ហាញឲ្យឃើញនៅការចុះថយមែនហើយការស្ទង់មតិកន្លងមកថ្មីនេះមុនពេលបោះឆ្នោតក៏បង្ហាញឲ្យឃើញដែរថាពលរដ្ឋអាមេរិកមានការអន់ចិត្តចំពោះដំណើរការរបស់ប្រទេសជាតិទៅមុខនឹងហើយអ្នកដែលដឹកនាំប្រទេសគឺគេផ្ដោតទៅលើប្រធានាធិបតីហើយការដែលគណៈបេក្ខជនដកខ្លួនថយចេញពីប្រធានាធិបតីនៅមុនការបោះឆ្នោតហ្នឹងជាកន្លងមកក៏ធ្លាប់មានកើតឡើងហើយនៅពេលណាដែលប្រជាប្រិយភាពរបស់ប្រធានាធិបតីធ្លាក់ចុះហ្នឹងគឺបេក្ខជនគេចង់ដកថយចេញគេចង់បង្ហាញថាស្នាដៃគេនឹងពេលគេជាប់ឆ្នោតគេនឹងធ្វើអ្វីសម្រាប់រដ្ឋរបស់គេព្រោះមិនមែនជាបោះឆ្នោតប្រធានាធិបតីទេគឺគេចង់បង្ហាញពីគុណភាពនិងគុណសម្បត្តិរបស់គេផ្ទាល់ខ្លួនដូច្នេះគេមិនចង់ភ្ជាប់ជាមួយប្រធានាធិបតីដែលមិនសូវមានប្រជាប្រិយភាពទេបាទដូច្នេះលោកអូបាម៉ាលោកនៅសល់2ឆ្នាំទៀតមុននឹងលោកបញ្ចប់អាណត្តិតើក្នុងពេលដែលឥឡូវនេះសភាទាំងពីរគ្រប់គ្រងដោយគណៈបកសាធារណរដ្ឋអញ្ចឹងតើលោកនឹងមានការអនុវត្តការងារយ៉ាងម៉េចដើម្បីដូចថាជំរុញនៅរបៀបវិរៈនយោបាយរបស់លោកទៅលើបញ្ហាធំដូចជារឿងបញ្ហាជនអន្តោប្រវេសន៍ឬក៏រឿងដូចថាការប្រែប្រួលបរិស្ថានឬក៏ធាតុអាកាសហ្នឹងបាទត្រូវតែមានការសម្របសម្រួលគ្នាច្រើនហើយនឹងការសម្របសម្រួលគ្នានេះនឹងចាប់ផ្ដើមនៅថ្ងៃស្អែកនេះនៅថ្ងៃសុក្រនេះគឺនៅក្នុងសេតវិមានលោកអូបាម៉ាបាននឹងអញ្ជើញមេដឹកនាំនៃគណៈបកទាំងពីរនៅក្នុងសភាទាំងពីរ
ទាំងអស់ជាង10នាក់មកកាន់សេតវិមានដើម្បីពិភាក្សាគ្នាអំពីថាតើពួកគេត្រូវធ្វើអ្វីខ្លះនៅក្នុងរយៈពេល2ឆ្នាំខាងមុខនេះនេះជាការចាប់ផ្ដើមហើយជាឱកាសមួយដែលគណៈបក្សសាធារណរដ្ឋត្រូវតែបង្ហាញឲ្យប្រជាពលរដ្ឋដែលបោះឆ្នោតជូនគេនឹងឲ្យឃើញថាពួកគេខិតខំធ្វើការគឺមិនដូចមុនទេមិនមែនចាំតែប្រឆាំងនឹងជាមួយប្រធានាធិបតីរហូតហើយលោកប្រធានាធិបតីក៏ពលរដ្ឋក៏ចាំមើលដែរថាលោកមិនត្រូវតែចេះតែចាត់វិធានការដោយខ្លួនឯងគឺគណៈបកទាំងពីរគឺត្រូវធ្វើការជាមួយគ្នាបាទហ្នឹងហើយលោកមានប្រសាសន៍ពីរឿងចាត់ការតែឯងហ្នឹងមានការព្រួយបារម្ភថាដូចជារឿងបញ្ហាជនអន្តោប្រវេសន៍នឹងអាចលោកប្រធានាធិបតីទុកពេលឲ្យសភានឹងច្រើនគួរសមហើយកន្លងមកដូច្នេះបើសិនជាច្បាប់នឹងមិនចេញទៀតលោកអាចនឹងប្រើអំណាចនីតិប្រតិបត្តិក្នុងនាមជាប្រធានាធិបតីរបស់លោកច្រើនដូច្នេះលោកមើលឃើញអញ្ចឹងទេបាទលោកប្រធានាធិបតីអូបាម៉ាបានបញ្ជាក់ច្បាស់ហើយនៅក្នុងសន្និសីទកាសែតរបស់លោកកាលពីពេលម្សិលមិញហ្នឹងគឺលោកបាននិយាយអញ្ចឹងហើយគាត់ថាបានទុកឱកាសជាយូរមកហើយប៉ុន្តែសភាមិនចាត់វិធានការដូច្នេះលោកនឹងពេលវិលត្រឡប់មកពីការធ្វើដំណើរទៅប្រទេសចិនទៅអូស្ត្រាលីទៅភូមាហ្នឹងពេលត្រឡប់មកពីកិច្ចប្រជុំទាំងកម្ពុជាទាំងប្រមាណហ្នឹងលោកគេទស្សន៍ទាយថាលោកនឹងចាត់វិធានការដោយប្រើអំណាចរបស់ប្រធានាធិបតីហើយការនេះនឹងធ្វើឲ្យសភាមិនសប្បាយចិត្តការពិតលោក McConnell ម្សិលមិញហ្នឹងក៏បានថ្លែងហើយថាកាលណាលោកចាត់វិធានការបែបនេះគឺជាគ្រោះថ្នាក់ណាស់លោកប្រៀបទៅនឹងការលើកទង់ក្រហមដាក់គោមួយដែលនឹងបោលសម្ដៅមកបុកបាទនៅសល់ពេលបន្តិចលោករិស័យគណៈបកសាធារណរដ្ឋឈ្នះពេលនេះតើអាចនឹងចាញ់នៅពេលបោះឆ្នោតប្រធានាធិបតីនៅ2ឆ្នាំទៀត2016ទេបាទពីពេលវេលា2ឆ្នាំគឺមានរយៈពេលវែងឆ្ងាយណាស់នៅក្នុងឆាកនយោបាយមិនទាន់មានអ្នកណាហ៊ានទស្សន៍ទាយអំពីរឿងនេះទេគឺចាំរហូតដល់ពេលជិតដល់ពេលបោះឆ្នោតទើបអាចដឹងរយៈពេល2-3 ខែហ្នឹងក៏សឹងតែថានៅវែងឆ្ងាយដែរនៅក្នុងឆាកនយោបាយរបស់អាមេរិកបាទសូមអរគុណលោករិស័យដែលបានផ្ដល់ព័ត៌មានសង្ខេបជូនអ្នកស្ដាប់អំពីស្ថានភាពការនយោបាយក្រោយពីការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅសហរដ្ឋអាមេរិកបាទសូមជម្រាបលាលោកបាទសូមអរគុណលោកម៉ែនកំសីអស់លោកអ្នកស្ដាប់ជាទីមេត្រីតទៅនេះជាកម្មវិធី Hello VOA នៅយប់នេះយើងខ្ញុំនឹងលើកយកប្រធានបទស្ដីអំពីទីផ្សារភាពយន្តនៅប្រទេសកម្ពុជាវាគ្មិនរបស់យើងខ្ញុំគឺលោកគំចន្ទធីចាងវាងផលិតកម្ម FCI Production សូមលោកអ្នកទូរស័ព្ទទៅលេខ012 51 51 94 ឬលោកអ្នកអាចសរសេរសំណួរទៅយើងខ្ញុំនៅក្នុងបណ្ដាញ Facebook របស់ VOA ដែលមានអាសយដ្ឋាន facebook.com/VOA ខ្មែរដើម្បីចូលរួមបន្ទាប់ពីការផ្សាយកម្មវិធី Hello VOA យើងខ្ញុំនឹងជូនព័ត៌មានអន្តរជាតិដោយលោកកាយ៉ានតទៅនេះខ្ញុំសូមប្រកល់នាទីនេះទៅជូនលោកសុធារិតដែលជាអ្នកសម្របសម្រួលកម្មវិធី Hello VOA នៅរាត្រីនេះសូមអញ្ជើញលោកសុធារិតចា៎បាទសូមអរគុណអ្នកស្រីនុយសារីតាប្រិយមិត្ត VOA ជាទីមេត្រីវិស័យភាពយន្តកម្ពុជាមានភាពល្បីល្បាញគួរសមកាលពីទសវត្សរ៍1960និង70ប៉ុន្តែវិស័យនេះបានធ្លាក់ចុះដល់កម្រិត0នៅក្នុងរបបខ្មែរក្រហមនិងសង្គ្រាមស៊ីវិលទោះបីជាបច្ចុប្បន្ននេះវិស័យនេះត្រូវបានមើលឃើញថាបានងើបឡើងវិញខ្លះៗតែការហូរចូលនៃភាពយន្តបរទេសសមត្ថភាពនៃការផលិតក្នុងស្រុកនិងភាពគ្មានប្រសិទ្ធភាពនៃការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញាគឺជាផ្នែកមួយដែលធ្វើឲ្យទីផ្សារភាពយន្តខ្មែរនៅមានកម្រិតកម្មវិធី Hello VOA ថ្ងៃនេះបានអញ្ជើញលោកគំចន្ទធីដែលជាចាងវាងផលិតកម្ម FCI Production មកនិយាយអំពីការប្រឈមនិងការកែលម្អទីផ្សារភាពយន្តនៅកម្ពុជាពេលនេះលោកគំចន្ទធីកំពុងតែស្ថិតនៅក្នុងបន្ទប់ផ្សាយរបស់ VOA នារដ្ឋធានី Washington បាទសូមជម្រាបសួរលោកគំចន្ទធីបាទជម្រាបសួរលោកសុធារិតបាទខ្ញុំក៏សូមជូនប្រិយមិត្តផងដែរថាលោកគំចន្ទធីគឺជាអ្នកខេត្តបាត់ដំបងលោកគឺជាផលិតករភាពយន្តនិងជាចាងវាងផលិតកម្ម CFI Production លោកបានបញ្ចប់ការសិក្សាជាវេជ្ជបណ្ឌិតនៅឯសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនៅឆ្នាំ1987ហើយលោកគំចន្ទធីក៏បានបញ្ចប់
ការសិក្សាផ្នែកដឹកនាំរឿងនៅសាកលវិទ្យាល័យកាតាណាប្រទេសថៃនៅឆ្នាំ2000ហើយជាចាប់តាំងពីលោកចូលប្រឡូកនៅក្នុងវិស័យភាពយន្តនៅឆ្នាំ2000លោកបានផលិតភាពយន្តនិងរឿងល្ខោនភាគតាមទូរទស្សន៍ចំនួន31រឿងដែលក្នុងនោះលោកក៏មានភាពយន្តដែលទទួលបានស្នាដៃហើយនឹងជោគជ័យគួរឲ្យកត់សម្គាល់គឺ4រឿងគឺរឿងទី1គឺលោកផលិតរឿងប្រកោប្រកែវរឿងទី2រឿងផ្កាដុះលើថ្មរាជនីពស់ហើយនឹងរឿងអាបបាទបើសិនជាអស់លោកមានសំណួរទាក់ទងទៅនឹងប្រធានបទការប្រឈមនិងការកែលម្អទីផ្សារនៅភាពយន្តកម្ពុជាសូមអញ្ជើញតាក់ទងមកយើងខ្ញុំគឺលេខ012 51 5194ប៉ុន្តែមុននឹងទទួលសំណួរសូមខ្ញុំសូមជំរាបសួរលោកគំចន្ទធីឲ្យមានប្រសាសន៍អំពីបទពិសោធន៍របស់លោកក្នុងការផលិតភាពយន្តបាទសូមជើញបាទនិយាយពីបទពិសោធន៍ក្នុងការផលិតខ្សែភាពយន្តនៅកម្ពុជារហូតមកដល់ពេលនេះខ្ញុំមានបទពិសោធន៍14ឆ្នាំឈានចូល15ឆ្នាំការសរសេររឿងក្តីការសរសេរជាសេណារីយ៉ូរឿងក៏ដូចជាការដឹកនាំរឿងទាំងអស់នេះវាស្ថិតនៅលើការសិក្សាការរៀនសូត្រខ្ញុំបានទៅរៀនសូត្រនៅប្រទេសថៃហើយត្រឡប់មកខ្ញុំបានមកផលិតនៅក្នុងប្រទេសកម្ពុជារួមនឹងមានសិក្សាពីបទពិសោធន៍ខ្លះៗពីបងនៅនាយកដ្ឋានភាពយន្តដែលគាត់ជាព្រឹទ្ធាចារ្យហើយសិក្សាបទពិសោធន៍ខ្លះៗពីសាស្ត្រាចារ្យមួយចំនួនដែលគាត់សេះសល់ពីសង្គមចាស់គាត់បានផ្ដល់បទពិសោធន៍ឲ្យយើងមួយចំនួនធំហើយបទពិសោធន៍ទាំងអស់នេះដែលយើងអាចយកមកប្រមូលផ្ដុំមកអ្វីដែលជាល្អយើងយកមកធ្វើអ្វីដែលមិនល្អក៏យើងទុកដើម្បីពិចារណាហើយក៏ដូចគ្នានឹងការសិក្សាពីបងប្អូនចំនួនក្រោយដែលគាត់បានទៅរៀននៅបរទេសគាត់បានមកសហការជាមួយយើងតែធ្វើឲ្យការផលិតខ្សែភាពយន្តហ្នឹងវារលូនទៅមុខបានបាទខ្ញុំចង់ជំរាបសួរលោកតាក់ទងទៅនឹងបទពិសោធន៍របស់លោកថាតើលោកប្រឈមមុខអ្វីខ្លះក្នុងការផលិតភាពយន្តនៅប្រទេសកម្ពុជាបាទសូមជឿការប្រឈមមុខពិបាកឬក៏ការប្រឈមមុខនៅក្នុងការងាយស្រួលពិបាកបាទការប្រឈមមុខពិបាកនៅក្នុងប្រទេសកម្ពុជាយើងប្រឈមមុខពិបាកដូចជាទី1ដោយសារបច្ចេកទេសបើនិយាយសរុបរួមធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាយើងអត់ទាន់មានបាទយើងអត់ទាន់មានសាលាបង្ហាត់បង្រៀនអំពីផ្នែកភាពយន្តសម្រាប់សិល្បករសិល្បករនីយើងអត់ទាន់មានសាលាសម្រាប់បង្ហាត់បង្រៀននៅផ្នែកធនធានមនុស្សក្នុងជាក្រុមការងារសម្រាប់ការផលិតបាទចំណុចត្រង់ហ្នឹងដែលធ្វើឲ្យមានការលំបាកខ្លាំងបំផុតហើយខ្ញុំសង្ឃឹមថានាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌គាត់នឹងចាត់វិធានការដើម្បីបើកសាលារៀននេះនៅថ្ងៃអនាគតបាទចង់ឲ្យលោកប្រាប់ប្រិយមិត្ត VOA បន្តិចមើលថាអ្នកផលិតភាពយន្តនៅប្រទេសកម្ពុជាក្រៅពីលោកបានទទួលបានការសិក្សានៅប្រទេសថៃតើមានអ្នកផលិតភាពយន្តផ្សេងបានទទួលការសិក្សាទេហើយអ្នកសម្ដែងក៏អញ្ចឹងដែរតើមានបានទទួលការសិក្សាពីណាមកទេបាទមានដែរមានការអ្នកដឹកនាំរឿងដែលគាត់បានទទួលការសិក្សាពីបរទេសដូចជាលោកទិដ្ឋិរិទ្ធបាទនិងបងមួយចំនួនទៀតដែលគាត់ជាមន្ត្រីនៃនាយកដ្ឋានភាពយន្តគាត់បានទទួលការសិក្សាពីប្រទេសសូវៀតពីវៀតណាមដូចជាបងសុកសុធនក៏គាត់បានទទួលសិក្សាពីបរទេសដូចគ្នាហើយលោកពូអ៊ីវង្ហែមតែឥឡូវនេះគាត់បានបាត់គាត់ហើយខ្ញុំអត់ដឹងថាគាត់យ៉ាងម៉េចទេប៉ុន្តែគាត់បានទទួលការសិក្សាពីស្រុកក្រៅមកដែរហើយបទពិសោធន៍របស់គាត់ហ្នឹងក៏បានមកចែកចាយជូនដល់ពួកយើងចំនួនក្រោយដែរបាទប្រិយមិត្ត VOA កំពុងតែស្ដាប់កម្មវិធី Hello VOA Direct from Washington The Voice of America VOA បាទលោកគំចន្ទធីពេលនេះយើងមានអ្នកទូរស័ព្ទចូលមកគឺកញ្ញាស្រីម៉ៅមកពីខាងខេត្តកណ្ដាលបាទកញ្ញាស្រីម៉ៅបើសិនមានសំណួរសូមជើញចាជំរាបសួរលោកវិស្មិនបាទជំរាបសួរបាទខ្ញុំឆ្ងល់ចេះខ្ញុំឆ្ងល់ថាបើ
ហើយđâyបានជាភាពយន្តខ្មែរយើងតួអង្គសម្ដែងមិនអាចធ្វើឲ្យសាច់រឿងហ្នឹងវាខ្លាយជាយើងអ្នកមើលហ្នឹងអាចគិតថាវាជារឿងពិតណាហើយយើងគិតថាវាកែប្រោនឹងអ្នកដឹកនាំទៅឬយ៉ាងម៉េចហើយខ្ញុំបើសិនជាថាកែប្រោនឹងវិលោកវាមិនមានប្រសាសន៍មិនថាគ្មានសាលាបង្ហាត់បង្រៀនសិល្បៈក៏ប៉ុន្តែខ្ញុំឃើញខ្សែភាពយន្តរបស់អង្គការដែលគេពេលខ្លះគេសូម្បីតែគេហៅតែវិទ្យាពលរដ្ឋធម្មតាពេលខ្លះក៏គេសម្ដែងអាចបានល្អធ្វើឲ្យយើងមើលខ្ញុំធ្លាប់មើលរឿងឯកសារជាច្រើនរបស់អង្គការផលិតរបស់អង្គការវាធ្វើឲ្យយើងលក់ស្លងអារម្មណ៍ហើយគិតថាជារឿងពិតច្រើនទៀតណាអញ្ចឹងខ្ញុំស្គាល់ថាហេតុអីបានជាការសម្ដែងភាពយន្តតែចាក់សាកតាមទូរទស្សន៍ហើយនឹងចាក់តាមរោងភាពយន្តហ្នឹងมันអាចយើងនៅតែមានអារម្មណ៍ថាវាគ្រាន់តែជារឿងសម្ដែងវាអាចបន្លំអារម្មណ៍យើងឲ្យគិតថាវាជារឿងពិតដូចរឿងអាមេរិកតែអីពេលខ្ញុំមើលទៅយើងមិនមានអារម្មណ៍ថាវាជារឿងសម្ដែងទេយើងឆ្លងគិតថាជារឿងពិតតែម្ដងឥឡូវវាតាក់ទងនឹងរឿងអីហើយមួយទៀតទីផ្សារកម្មភាពយន្តនៅកម្ពុជាវាហេតុអីបានជាមិនមានមនុស្សមើលច្រើនតាមមកពីជាពលរដ្ឋយើងក្រពេកឬក៏មកពីហេតុផលអីមួយផ្សេងទៀតខ្ញុំឃើញជំនឿតែពីរហ្នឹងទេអរគុណច្រើនជំរាបលាបាទសូមអរគុណកញ្ញាស្រីម៉ៅលោកកំចន្ទធីមុននឹងឆ្លើយនឹងសំណួរកញ្ញាស្រីម៉ៅខ្ញុំចង់សួរសំណួរពីខាង Facebook ដែរគឺអ្នកនាងសុនស៊ីដាវីនខាងរដ្ឋ Kansas គាត់សួរថាភាពយន្តខ្មែរហាក់ដូចជាមានការខ្វះខាតខាងបច្ចេកទេសកាត់តទំនើបជាពិសេសខាង special effects តែធ្វើឲ្យអ្នកទស្សនាហ្នឹងមិនចាប់អារម្មណ៍ដោយភាពយន្តបរទេសតើលោកកំចន្ទធីក្នុងនាមជាអ្នកផលិតភាពយន្តម្នាក់ហ្នឹងមានយោបល់យ៉ាងម៉េចដើម្បីដោះស្រាយពីបញ្ហាហ្នឹងទី1ទី2ថាតើការប៉ាន់ស្មានថាប្រទេសយើងហ្នឹងខ្វះអ្នកជំនាញប្រភេទនេះត្រឹមត្រូវដែរឬទេហើយបើសិនជាការដែលគេប៉ាន់ស្មានហ្នឹងពិតមែនតើមូលហេតុអីបាទអញ្ចឹងសូមឆ្លើយសំណួរកញ្ញាស្រីម៉ៅមុនបន្ទាប់មកឆ្លើយសំណួរអ្នកនាងសុនស៊ីតាវីនបាទសូមចេញបាទជម្រាបសួរបងអូនស្រីម៉ៅខ្ញុំសូមឆ្លើយសំណួរដល់បងអូនដែលបងអូនបានសួរពីការឆ្ងល់របស់បងអូនថាតួសម្ដែងរបស់អង្គការកុនរបស់អង្គការហើយនឹងតួសម្ដែងរបស់កុនយើងដែលតួសម្ដែងកុនយើងហាក់ដូចជាមិនចូលតួហើយកុនអង្គការចូលតួវាជារឿងត្រឹមត្រូវកុនអង្គការគឺតួដែលយើងរើសមកខ្ញុំធ្លាប់ទៅដឹកនាំរឿងឲ្យកុនអង្គការដែរតួដែលយើងរើសមកគឺយើងត្រូវមានពេលវេលាដើម្បីឲ្យគាត់ហាត់ឲ្យត្រឹមត្រូវហើយគាត់ហាត់ហើយយើងយកសម្លេងផ្ទាល់គាត់មានពេលវេលាក្នុងការហាត់ហើយពេលហ្នឹងអង្គការគេចូលមកសហការជាមួយយើងគាត់បង្ហាត់ដោយអង្គការហ្នឹងអ្នកដែលគាត់សហការជាមួយយើងគឺគាត់មានការរៀនសូត្របានជ្រៅច្បាស់លាស់ពីការបង្ហាត់តួហើយគាត់មកបង្ហាត់ឲ្យតួលេងឲ្យបានត្រឹមត្រូវសកម្មភាពសម្ដែងហ្នឹងបានល្អហើយបានគាត់ចាប់ផ្ដើមថតចំណែកតួរបស់យើងវិញដែលយើងលេងអត់សូវចូលតួទី1នៅតួរបស់យើងគាត់អត់បានឆ្លងកាត់នៅសាលាបានត្រឹមត្រូវទី2នៅពេលដែលគាត់ល្បីបន្តិចបន្តួចហើយគាត់អត់មានពេលវេលាក្នុងការវឹកហាត់គាត់សម្ដែងឲ្យបានល្អហើយមួយទៀតវាស្ថិតនៅលើអារម្មណ៍របស់ទស្សនិកជនបើទស្សនិកជនហ្នឹងក៏អត់ដែលឃើញមុខតួសោះគាត់គិតថាមិនមែនជាការសម្ដែងគឺជារឿងពិតតែបើគាត់មើលឃើញមុខតួដដែលគាត់គិតថាជាការសម្ដែងអាហ្នឹងស្ថិតនៅលើអារម្មណ៍ដែរបាទហើយសំណួរមួយទៀតដែលបងអូនថាទីផ្សាររបស់យើងដែលថាទី1មកពីប្រជាជនក្រមួយទៀតហេតុអីបានជាមិនសូវជាមានអ្នកមើលកុនខ្មែរដោយសារអីដោយសារដូចបងអូនបាននិយាយអញ្ចឹងថាតួលេងមិនសូវដល់មកពីអ្នកដឹកនាំរឿងផងមកពីតួសម្ដែងផងដូច្នេះបើនិយាយរួមទៅគុណភាពកុនហ្នឹងវាខ្សោយពេកវាអន់ពេកដែលធ្វើឲ្យអ្នកមើលគាត់មិនសូវនិយមមើលបើសិនណាជាគុណភាពកុនហ្នឹងវាល្អក៏អ្នកមើលបានដូចគ្នាអញ្ចឹងបងសូមបកស្រាយប៉ុណ្ណឹងមិនមែនប្រជាជនក្រទេប្រជាជនយើងក៏ពិតមែនតែក្រមែនប៉ុន្តែគាត់ចូលចិត្តមើលកុនដែរបាទសូមអរគុណបាទសំណួររបស់អ្នកនាងសុនស៊ីសូមឆ្លើយនឹងសំណួររបស់អ្នកនាងសុនដាវីនគាត់បានសួរពីរឿងយើងខ្វះអ្នកកាត់ត effect អ្នកធ្វើ effect បាទគឺជារឿងត្រឹមត្រូវព្រោះអ្នកធ្វើ effect របស់យើងមានតិចដោយសារ
ប្អូនចំនួនក្រោយនេះសប្តាហ៍ថ្ងៃគាត់បានទៅរៀននៅស្រុកក្រៅគាត់ត្រឡប់មកវិញគាត់មានចំនួនតិចដូច្នេះការកាត់តរបស់គាត់ឲ្យកម្រិតនៃការចេះរបស់គាត់នឹងវាតិចជាងកុន Hollywood វាតិចជាងអ្នកកាត់តនៅស្រុកថៃវាតិចជាងអ្នកកាត់តនៅប្រទេសវៀតណាមហើយចំណុចត្រង់ហ្នឹងដែលធ្វើឲ្យកុនយើងរៀងការកាត់តហ្នឹងវារៀងអន់ដូច្នេះដូចជាកុនរបស់ខ្ញុំមួយចំនួនរឿងខ្លះដែលខ្ញុំត្រូវធ្វើខ្ញុំគូសបន្ថែមខ្ញុំត្រូវយកទៅគូសនៅស្រុកថៃអីចឹងដែរប៉ុន្តែសប្តាហ៍ថ្ងៃក៏យើងមានបងប្អូនមួយចំនួនដែលគាត់ចេះគូសចេះអីដែរបាទហើយសង្ឃឹមថាថ្ងៃខាងមុខទៀតយើងនឹងឈានទៅដល់ការកាត់តយើងបានអាចឈានទៅដល់ប្រទេសជិតខាងបាទអស់លោកអ្នកកំពុងស្ដាប់កម្មវិធី Hello VOA Voice of America VOA បាទលោកកំចន្ទធីខ្ញុំចង់ជំរាបសួរថាថ្មីនេះសមាគមសិល្បៈភាពយន្តខ្មែរមិនសប្បាយចិត្តនឹងការបញ្ចាំងឡើងវិញនៅភាពយន្តថៃដែលបាត់ពីមុនមកបាត់ម្ដងហើយឥឡូវឃើញចាក់បញ្ចាំងឡើងវិញតាមកញ្ចក់ទូរទស្សន៍ថាតើឥឡូវនោះសភាពយ៉ាងម៉េចសូមឲ្យលោកមានប្រសាសន៍ជូនប្រិយមិត្តបាទសូមជឿឥឡូវនេះតាមខ្ញុំដឹងខ្លះពីនាយកដ្ឋានភាពយន្តគាត់កំពុងតែមានវិធានការដើម្បីកាត់បន្ថយឲ្យខ្សែភាពយន្តថៃមានចាក់បញ្ចាំងតិចមិនមែនហាម5ទេព្រោះយើងហាម5យើងខុសកាលណាមានហូរចូលខ្សែភាពយន្តបរទេសមកវាជារឿងមួយល្អដែរដែលធ្វើឲ្យមានការប្រណាំងប្រជែងធ្វើឲ្យយើងមានគុណភាពដូច្នេះគាត់គ្រាន់តែថាគាត់កាត់បន្ថយឲ្យមានតិចបើថាឲ្យអត់សោះដូចជាវាមិនត្រូវបាទឥឡូវនេះយើងមានអ្នកទូរស័ព្ទចូលមកគឺលោកសូលីនខាងភ្នំពេញបាទលោកសូលីនជំរាបសួរហើយបើមានសំណួរសូមអញ្ជើញបាទជំរាបសួរ VOA បាទជំរាបសួរបាទចេះដែលយើងមើលឃើញស្ថានភាពបច្ចុប្បន្នយើងតែងតែយករឿងរបស់គេយកមកប្រើជាពិសេសយកពីហុងកុងយកពីខាងក្រៅមកណានិយាយអញ្ចឹងខ្ញុំចង់ជំរាបសួរថាតែយើងខ្វះធនធានឬក៏យ៉ាងម៉េចធនធានវាមានទូសំដែងវាមានឧបករណ៍ព្រោះខ្ញុំមើលទៅបោះចិនគេធ្វើកាត់តស្ទាយគេបានល្អហើយអ្នកទូសំដែងគឺថាគាត់ចូលតួដូចពិតរឿងគេខ្ញុំមិនដឹងថាគេយក case study មកធ្វើឬក៏យ៉ាងម៉េចបានរឿងគេនឹងហើយយើងមើលប្រទេសគេទូទេប្រទេសហុងកុង7លាននេះឯងតែគេធ្វើឲ្យល្បីពិភពលោកបានតែយើងមានដល់15លានហើយដូចក៏យើងខ្វះធនធានទាំងនោះបាទនៅចំនួនទី1ហើយទី2តើទីផ្សារយើងអាចគូតចេញមួយជាមួយគេបានទេទៅថ្ងៃមុខទៅនេះមានពីសំណួរប៉ុណ្ណឹងបាទសូមអរគុណបាទសូមអរគុណលោកសូលីនតេតឹងទៅនឹងសំណួររបស់លោកសូលីនដែរគឺកញ្ញាច័ន្ទសូរិយាដែលកញ្ញាបានសួរមកតាម Facebook កញ្ញាថាតើលុយតេតឹងនឹងប្រជាពលរដ្ឋច្រើនហើយនឹងលុយច្រើនយើងដឹងថានៅហុងកុងលុយច្រើនអញ្ចឹងក៏សួរថាតើលុយហ្នឹងវាតាក់ទងទៅនឹងទេពកោសល្យខ្ពស់ដែរឬទេគាត់ចង់សួរថាបើសិនជាអញ្ចឹងមែនតើប្រទេសខ្មែរនៅពេលណាដែលយើងអាចមានលុយហើយនឹងធ្វើកម្មវិធីបានល្អបាទហើយធ្វើឲ្យរីកចម្រើនបាទសូមអញ្ជើញសួរសំណួរទាំងឆ្លើយសំណួរទាំងពីរតែម្ដងបាទសូមអញ្ជើញបាទខ្ញុំសូមឆ្លើយនៅសំណួររបស់លោកសូលីនសំណួររបស់លោកសូលីនក៏មិនខុសពីសំណួររបស់ប្អូនស្រីម៉ៅប៉ុន្តែគ្រាន់តែចង់បញ្ជាក់ថាលោកសូលីនសួរថាបច្ចុប្បន្នហ្នឹងយើងប្រើរឿងបរទេសឬក៏ចង់សួរថាយើងលួចរឿងបរទេសយកមកសរសេរជាខ្មែរដើម្បីយកមកនេះចង់សួរអញ្ចឹងទេប៉ុន្តែបើតាមខ្ញុំសង្កេតនិងមើលទៅដូចជាមិនមានលួចរឿងបរទេសណាដែលយកមកសរសេរជារឿងខ្មែរទេគឺគាត់តែនិពន្ធថ្មីគ្រាន់តែថាមានប្លង់ខ្លះឈុតឆាកខ្លះដោយខ្ញុំបាននិយាយអញ្ចឹងយើងត្រូវសិក្សាពីគេយើងត្រូវរៀនសូត្រពីគេដើម្បីយកអ្វីដែលល្អពីគេហ្នឹងយកមកធ្វើជាយើងយកមកផលិតរបស់យើងវិញ
ហើយតួសម្ដែងក៏ដូចជាឧបករណ៍អីគ្រប់យ៉ាងដែលលោកសូលីនបាននិយាយហ្នឹងគឺជាការត្រឹមត្រូវហើយតួសម្ដែងយើងអត់មានសាលាបង្រៀនភាពយន្តឧបករណ៍យើងតិចតួចដោយធនធានយើងវាតិចទីផ្សារយើងវាតូចមិនដូចហុងកុងគាត់ប្រទេសគាត់តូចមែនតែទីផ្សារគាត់ពិភពលោកបាទគាត់ជឿនលឿនគាត់ដើរតាំងពីឆ្នាំ1950ម្លេះដូច្នេះទីផ្សាររបស់គាត់ល្អណាស់គាត់អត់ដូចជាទីផ្សាររបស់យើងបានបាត់បង់សូន្យនៅសម័យប៉ុលពតហើយយើងចាប់ផ្ដើមកកើតឡើងវិញហើយនឹងទៅតែកម្រើកឡើងវិញនៅសម័យនេះដូច្នេះទីផ្សាររបស់យើងហើយអនាគតទៅខ្ញុំគិតថាយើងនឹងឈានទៅរកទីផ្សារល្អដូចជាហុងកុងដែរបាទបាទឥឡូវនេះយើងមានអ្នកទូរស័ព្ទចូលមកម្នាក់ទៀតហើយគឺលោកសំអល់មកខាងពីប្រទេសម៉ាឡេស៊ីបាទលោកសំអល់សូមជើញបាទហៅជំរាបសួរបងកនចន្ទធីបាទខ្ញុំមកសំអល់ពីម៉ាឡេស៊ីទៅបាទជំរាបសួរអូនបាទខ្ញុំមានពីសំណួរហើយសំណួរទី1នេះខ្ញុំចង់សួរលោកថាហេតុអ្វីបានជាខាងទូហ្នឹងយកខ្សែភាពយន្តរបស់ថៃយកទៅប្រចាំងបើយើងគិតទៅថាខ្សែភាពយន្តរបស់ខ្មែរយើងក៏មិនអន់ជាងខ្សែភាពយន្តថៃប្រហែលដែរហើយខ្សែភាពយន្តថៃឥឡូវនេះកំពុងតែហូរចូលដល់ជនបទតាមទីផ្សារនានាអញ្ចឹងបើសិនជាខាងទូចាក់បញ្ចាំងខ្សែភាពយន្តថៃតើវាអាចធ្វើឲ្យប៉ះពាល់អ្វីខ្លះដល់ខ្សែភាពយន្តខ្មែរនេះសំណួរទី1ហើយសំណួរទី2ខ្ញុំចង់សួរអំពីការលួចថតចម្លងរបស់ជនខិលខូចមួយចំនួនដែលលួចថតចម្លងខ្សែភាពយន្តខ្មែរយើងលក់តាមទីផ្សារហើយឌីសទាំងនោះគឺគ្មានគុណភាពតើវាប៉ះពាល់អ្វីខ្លះដល់ខាងភាពយន្តរបស់លោកដោយក្រុមហ៊ុនរបស់លោកវាអាចធ្វើក្រុមហ៊ុនដួលរលំទេបើសិនជាមានការថតចម្លងបាទខ្ញុំគិតថាសំណួរនេះគឺបាទខ្ញុំគិតបាទសូមអរគុណលោកសំអល់ខ្ញុំគិតថាសំណួរល្អហើយដែលខ្ញុំប្រុងនឹងសួរដែរប៉ុន្តែឥឡូវលោកសំអល់ក៏សួរហើយសូមជិញឆ្លើយបាទសូមអរគុណលោកសំអល់សំណួររបស់លោកល្អដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ខ្លាំងក៏ដូចជាប្រិយមិត្តទីសន្តាប់ទាំងអស់ចាប់អារម្មណ៍ដែរបាទសួរថាហេតុអ្វីបានជាទូរទស្សន៍ចាក់បញ្ចាំងរឿងថៃទូរទស្សន៍ចាក់បញ្ចាំងរឿងថៃគឺយើងក៏ដឹងដែរថាទូរទស្សន៍គាត់ត្រូវតែចាក់បញ្ចាំងរឿងបរទេសប៉ុន្តែខាងទូរទស្សន៍គឺក្រសួងព័ត៌មានគាត់អ្នកគ្រប់គ្រងដូច្នេះខ្ញុំអត់ចង់និយាយរឿងអ្វីវែងឆ្ងាយទេខ្ញុំចង់បកគលរឿងនេះទៅ VOA ឲ្យថ្ងៃណាមួយ VOA នឹងអញ្ជើញមន្ត្រីខាងក្រសួងព័ត៌មានមកបកស្រាយពីរឿងនេះវិញព្រោះរឿងនេះកាលណាខ្ញុំនិយាយវែងឆ្ងាយទៅវាប៉ះពាល់ហើយវាអត់ចំណេញសម្រាប់យើងទាំងអស់គ្នាបាទទុកឲ្យមន្ត្រីខាងផ្នែកក្រសួងព័ត៌មានទទួលបន្ទុកខាងផ្នែកទូរទស្សន៍គាត់អាចមកបកស្រាយបានបាទហើយមួយទៀតដែលលោកសួរថាការលួចចម្លងនឹងហើយដែលធ្វើឲ្យផលិតករមួយចំនួនគាត់ដួលរលំដោយសារអីដោយសារគណៈកម្មការបង្ក្រាបបទល្មើសការលួចចម្លងនៅក្រសួងវប្បធម៌ហ្នឹងខ្ញុំអត់ដឹងថាគាត់ធ្វើការឬក៏អត់ទេប៉ុន្តែរហូតដល់ថ្ងៃនេះការលួចចម្លងនៅមានដដែលហើយការ copy យ៉ាងខ្លាំងបំផុតចូលទៅក្នុងតាមប្រព័ន្ធអ៊ីនធឺណិតដែលធ្វើឲ្យកាន់តែពិបាករឿងរបស់ខ្ញុំដែលមានទាំងប៉ុន្មានគឺគេ copy ចូល free នៅក្នុងប្រព័ន្ធអ៊ីនធឺណិតដូច្នេះរឿងនេះខ្ញុំចង់បកគលតួនាទីឲ្យខាង VOA ឲ្យគាត់ជួយកោះហៅខាងក្រសួងវប្បធម៌ឲ្យមកបកស្រាយពីរឿងនឹងវិញទៅល្អបាទសូមអរគុណបាទសូមអរគុណលោកចន្ទធីឥឡូវយើងមានសំណួរខាង Facebook គឺគាត់ដាក់ឈ្មោះគាត់ថាខ្មែរគិតគាត់សួរមក VOA ខ្មែរយើងថាហើយសួរមកខាងលោកវាគ្មិនគឺលោកគួមចន្ទធីថាតើមានវិធីអ្វីខ្លះដើម្បីកែលម្អទីផ្សារភាពយន្តនៅកម្ពុជាឲ្យទទួលបានលទ្ធផលល្អមានអ្នកទស្សនាច្រើនដូចជាភាពយន្តខ្មែរនៅក្នុងទសវត្សរ៍1960និង70ហើយតើបច្ចុប្បន្នហ្នឹងអាចទស្សនាភាពយន្តតាមអ៊ីនធឺណិតបានដូច្នេះតើវាប៉ះពាល់អីដល់ដូចលោកមានប្រសាសន៍មិញអញ្ចឹងស្នាដៃរបស់អ្នកនិពន្ធបាទសូមជឿបាទសូមអរគុណដល់ប្អូនខាង Facebook ដែលគាត់ comment មកតាមខ្មែរគិតខ្ញុំបានឃើញតាំងពីព្រឹកមិញដែរគឺថាគឺជាសំណួរមួយយ៉ាងល្អដែលនេះវាដូចខ្ញុំបាននិយាយមិញដែរពីរឿង
អភ័យឯកសិទ្ធិដែលរឿងការ copy ចូលទៅតាមប្រព័ន្ធអ៊ីនធឺណិតក៏ដូចជាការ copy តាម VCD ដោយខាងគណៈកម្មការគ្រប់គ្រងបទល្មើស copy ហ្នឹងគាត់មិនបានយកចិត្តទុកដាក់ឲ្យបានល្អិតល្អន់ដែលធ្វើឲ្យអាការផលិតនិងផលិតករទាំងអស់ដែលគាត់ខំផលិតហ្នឹងគាត់អស់ទឹកចិត្តក្នុងការផលិតមិនថាគេមិនថាខ្ញុំបាទហើយមួយទៀតដើម្បីឲ្យទីផ្សាររបស់កម្ពុជាយើងនឹងទីផ្សារភាពយន្តនឹងវាជឿនលឿនទៅមុខទី1ខ្ញុំយល់ថាផលិតករទាំងអស់ត្រូវមានគុណភាពគឺការផលិតនឹងត្រូវមានគុណភាពជាចម្បងការមានគុណភាពកុនជាចម្បងដែលធ្វើឲ្យទីផ្សារយើងបានទៅមុខមួយទៀតយើងត្រូវមានសាលាបណ្ដុះបណ្ដាលគ្រប់វិស័យនៅក្នុងផ្នែកភាពយន្តហើយមួយចំណុចទៀតក្រសួងវប្បធម៌ត្រូវអនុវត្តច្បាប់និងគោរពច្បាប់ជាចម្បងមុនផលិតករមុនប្រជាជនទូទៅកាលណាគាត់គោរពច្បាប់គាត់អនុវត្តច្បាប់ទៅគាត់យកច្បាប់នឹងទៅបង្ក្រាបបទល្មើសនឹងបាននឹងខ្ញុំសូមអំពាវនាវទទូចអង្វរគាត់ដើម្បីឲ្យគាត់ជួយមួយទៀតគឺកាលណាឲ្យគាត់មានការបែងចែកឲ្យច្បាស់លាស់ពីការហូរចូលកុនបរទេសហើយនឹងការផលិតកុនក្នុងស្រុកកាលណាបែងចែកច្បាស់លាស់ពីការហូរចូលកុនបរទេសនិងការផលិតកុនក្នុងស្រុកទើបកុនយើងអាចងើបរួចបាទហើយចំណុចមួយទៀតតកតងនឹងក្រសួងព័ត៌មានខាងផ្នែកសោតទស្សន៍នៅដូចជាសំណួររបស់ប្អូនមិញមកពីប្រទេសម៉ាឡេស៊ីអញ្ចឹងគឺ TV យើងគប្បីនឹងចាក់រឿងខ្មែរនៅក្នុងម៉ោងពិសេសកាលណាគាត់ចាក់រឿងខ្មែរនៅក្នុងម៉ោងពិសេសគ្រប់ TV ទាំងអស់ធ្វើឲ្យប្រជាជនទាំងអស់ហ្នឹងគាត់ hit នៅក្នុងម៉ោងហ្នឹងគាត់នឹងមើលកុននៅក្នុងម៉ោងហ្នឹងដូចជាប្រទេសថៃប្រទេសវៀតណាមនៅក្នុងម៉ោងពិសេសរបស់គេគឺចាក់កុនដែលប្រជាជនគេផលិតផុតម៉ោងពិសេសបានគេចាក់កុនបរទេសខ្ញុំសូមស្កោតសរសើរនៅប្រទេសគេដែលគេបានប្រមាលមើលឃើញវែងឆ្ងាយហើយសង្ឃឹមថាខ្មែរយើងខាងសោតទស្សន៍គាត់នឹងគិតដូចជាប្រទេសគេដែរបាទសូមអរគុណបាទលោកកំចន្ទធីស្ដាយដោយសារតែពេលវេលាយើងមានកំណត់ថាយើងដល់ម៉ោងហើយខ្ញុំអឹមសុធិរិទ្ធសូមថ្លែងអំណរគុណលោកកំចន្ទធីដែលបានធ្វើជាវាគ្មិននៅក្នុងកម្មវិធី Hello VOA លោកអ្នកបើសិនជាចង់ស្ដាប់ឡើងវិញសូមអញ្ជើញទៅគេហទំព័ររបស់យើងគឺខ្មែរ voanews.com ឬក៏តាម facebook.com/voa ខ្មែរឬក៏តាមរយៈ twitter.com/voa ខ្មែរបាទសូមអរគុណសូមជម្រាបលាអស់លោកអ្នកស្ដាប់ជាទីមេត្រីនៅក្នុងការផ្សាយរបស់យើងខ្ញុំនៅថ្ងៃស្អែកនេះពីម៉ោង 5 ដល់ម៉ោង 5:30 នាទីព្រឹកសូមលោកអ្នករងចាំស្ដាប់សេចក្តីរាយការណ៍អំពីព្រឹត្តិការណ៍ថ្មីៗនៅប្រទេសកម្ពុជានិងនៅក្នុងពិភពលោកលំដាប់តទៅនេះលោកកាយានសូមជូនព័ត៌មានអន្តរជាតិសង្ខេបសូមអញ្ជើញលោកកាយានចា៎បាទសូមអរគុណអ្នកស្រីសារីតាលោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama កំពុងស្វែងរកចំណុចដែលលោកអាចយល់ព្រមគ្នាបានជាមួយនឹងមេដឹកនាំគណៈបកសាធារណរដ្ឋដែលនឹងចូលកាន់កាប់សម្លេងភាគច្រើននៅក្នុងសភាទាំងពីរនៅខែមករាខាងមុខលោកអូបាម៉ាបានអញ្ជើញមេដឹកនាំរដ្ឋសភាឲ្យទៅចូលរួមនៅក្នុងកិច្ចប្រជុំមួយនៅសេតវិមាននៅថ្ងៃសុក្រស្អែកនេះដើម្បីពិភាក្សាអំពីអធិភាពនីតិបញ្ញត្តិគណៈបកប្រជាធិបតេយ្យរបស់លោកប្រធានាធិបតីបានចាញ់ឆ្នោតដ៏ធ្ងន់កាលពីថ្ងៃអង្គារនៅពេលដែលគណៈបកសាធារណរដ្ឋបានឈ្នះអាសនៈគ្រប់គ្រាន់ដើម្បីដឹកនាំព្រឹទ្ធសភាហើយបានឈ្នះអាសនៈជាច្រើនទៀតនៅក្នុងសភាតំណាងរាស្ត្រលោកអូបាម៉ាបានថ្លែងប្រាប់ក្រុមអ្នកកាសែតយ៉ាងដូចនេះ While tonight didn't bring us the result that we had hoped for, this journey លោកប្រធានាធិបតីបានថ្លែងថាបើគណៈបកសាធារណរដ្ឋមានគំនិតដែលលោកគិតថានឹងធ្វើឲ្យពលរដ្ឋអាមេរិកវណ្ណៈកណ្ដាលមានភាពប្រសើរឡើងដែលជាគំនិតពិតៗរបស់គណៈបកសាធារណរដ្ឋនោះលោកនឹងផ្ដោតការយកចិត្តទុកដាក់របស់លោកយ៉ាងខ្លាំងទៅលើបញ្ហាទាំងនេះនៅពេលដំណើរគ្នានោះដែរ
សម្លេងភាគមេដឹកនាំសម្លេងភាគច្រើនថ្មីដែលនឹងចូលកាន់តំណែងនេះនៅក្នុងព្រឹទ្ធសភាគឺលោក Mitch McConnell នៃរដ្ឋ Kentucky បានថ្លែងថាលោកនឹងធ្វើការជាមួយលោក Obama ដើម្បីឲ្យបានទទួលការយល់ព្រមនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មហើយនឹងកម្មវិធីកែតម្រង់ពន្ធដារហើយលោកថាលោកទាំងពីរបានយល់ព្រមគ្នាតាមទូរស័ព្ទថានឹងស្វែងរកបញ្ហាណាដែលលោកទាំងពីរអាចសម្រេចកិច្ចព្រមព្រៀងគ្នាបាន It was about a government that people no longer trust to carry out its most basic duties. លោក O'Connell បានថ្លែងថានេះជារដ្ឋាភិបាលមួយដែលប្រជាពលរដ្ឋមានជំនឿទៅលើហើយលោកបានថ្លែងថាមានមនុស្សច្រើនដែលជឿថាដោយមកពីរដ្ឋាភិបាលបែកបាក់គ្នាខាងផ្លូវនយោបាយនៅក្រុង Washington នោះមានន័យថាគេមិនមែនមានន័យថាគេមិនអាចធ្វើឲ្យបានសម្រេចសមិទ្ធផលអ្វីបានទាល់តែសោះនោះទេលោកស្រីអង្សានស៊ូជីមេដឹកនាំគណៈបកប្រឆាំងរបស់ប្រទេសមីអាន់ម៉ាថ្លែងថាដំណើរការកែតម្រង់នៅក្នុងប្រទេសលោកស្រីបាននៅគាំងផ្លូវជាច្រើនខែមកហើយលោកស្រីបានព្រមានសហរដ្ឋអាមេរិកនិងប្រទេសដទៃទៀតកុំឲ្យមានសុទិដ្ឋិនិយមជ្រុលហួសនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងយ៉ាន់ហ្គុនកាលពីថ្ងៃសុក្រលោកស្រីអង្សានស៊ូជីថ្លែងថាកិច្ចប្រជុំជាមួយលោកប្រធានាធិបតីថេនសិនហើយនឹងឧត្តមសេនីយ៍កម្ពុជាកាលពីសប្តាហ៍មុនគឺគ្រាន់តែជាចំណុចចាប់ផ្ដើមមួយប៉ុណ្ណោះឆ្ពោះទៅកាន់ការឈានជើងទៅមុខទៀតសាររបស់លោកស្រីដែលជាជ័យលាភីរង្វាន់ Nobel សន្តិភាពបានធ្វើនៅពេលមួយសប្តាហ៍មុនសន្និសីទកម្ពុជានៅក្នុងតំបន់របស់សមាគមប្រទេសអាស៊ាននៅក្នុងប្រទេសភូមាដែលគេស្គាល់ថាមីអាន់ម៉ានោះជាមួយនឹងលោកប្រធានាធិបតី Barack Obama នៃសហរដ្ឋអាមេរិកហើយនឹងមេដឹកនាំពិភពលោកដទៃទៀតដែលអញ្ជើញទៅចូលរួមប្រភពថ្នាក់ខ្ពស់មួយបានប្រាប់ VOA ថាសុខភាពរបស់អ្នកកាសែតអាមេរិកដើមកំណើតអ៊ីរ៉ង់ឈ្មោះ Jason Razian មានភាពធ្ងន់ធ្ងរខ្លាំងឡើងក្នុងពេលប្រមាណសប្តាហ៍កន្លងទៅនេះ Razian ត្រូវចាប់ឃុំនៅក្នុងប្រទេសអ៊ីរ៉ង់តាំងពីថ្ងៃទី22ខែកក្កដាជាមួយនឹងភរិយាហើយអ្នកកាសែតអាមេរិក2នាក់ទៀតប្រទេសអ៊ីរ៉ង់មិនដែលបានប្រកាសពាក្យចោទប្រកាន់តាមផ្លូវការប្រឆាំងនឹងអ្នកទាំង4នាក់នេះទេតែបានដោះលែងភរិយាលោក Razan ទៅវិញដោយមានប្រាក់កក់គឺឈ្មោះនាងGanesh Seleli ដែលជាអ្នករាយការណ៍ឲ្យសារព័ត៌មាន The National នៅក្នុងទីក្រុង Abu Dhabi កាលពី5សប្តាហ៍មុនThe Voice of America ប្រធាននៃអង្គការអូតង់បានធ្វើទស្សនកិច្ចដោយមិនបានប្រកាសជាមុនមួយទៅទីក្រុងកាប៊ូលនៅថ្ងៃប្រហ័សនេះដោយបានជម្រាបប្រជាពលរដ្ឋអាហ្វហ្គានីស្ថានថាបកសម្ព័ន្ធយោធាបះចំមកប្រទេសនឹងបន្តជួយគាំទ្រប្រទេសនេះតទៅទៀតនៅក្រៅការដកកងទ័ពប្រយុទ្ធរបស់បរទេសទាំងអស់ចេញពីប្រទេសនេះនៅចុងឆ្នាំ2014នេះអគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg បានថ្លែងថាទីបញ្ចប់នៃបេសកកម្មប្រយុទ្ធរបស់កងទ័ពបរទេសមានន័យថានេះជាការចាប់ផ្ដើមវគ្គមួយទៀតនៅក្នុងអនាគតរបស់ប្រទេសអាហ្វហ្គានីស្ថានដែលប្រជាពលរដ្ឋអាហ្វហ្គានីស្ថានខ្លួនឯងត្រូវតែប្រកាន់យកអង្គការមួយដែលឃ្លាំមើលចំនួននៅក្នុងប្រទេសស៊ីរីនិយាយថាការវាយប្រហារផ្លូវអាកាសពេលយប់ដែលដឹកនាំដោយសហរដ្ឋអាមេរិកបានបដូរពីពួក Islamic State តម្រង់ទៅរកជនសកម្មប្រយុទ្ធពីក្រុមផ្សេងទៀតកម្មវិធីផ្សាយរបស់ VOA សម្លេងសហរដ្ឋអាមេរិកនៅរាត្រីនេះចប់តែប៉ុណ្ណេះសូមលោកអ្នករងចាំស្ដាប់ការផ្សាយរបស់យើងខ្ញុំនៅថ្ងៃស្អែកទៀតពីម៉ោង5ព្រឹកដល់ម៉ោង5:30នាទីតាមរលកវិទ្យុកម្ពស់22 41 49និង190 ម៉ែត្រឬតាមប្រព័ន្ធអ៊ីនធឺណិតជាភាសាខ្មែរ khmer.voanews.com ជាភាសាអង់គ្លេស voacambodia.com សូមលោកអ្នកប្រកបដោយសុភមង្គលគ្រប់ប្រការរាត្រីសួស្តី
This program has come to you from the Voice of America, Washington.